សម្ដេចធិបតីហ៊ុនម៉ាណែតមានប្រសាសន៍ពាក់ព័ន្ធនឹងរបៀបធ្វើការងាររបស់ភាគីថៃគ្មានភាពច្បាស់លាស់សូម្បីតែលិខិតមួយច្បាប់ប៉ុន្តែបកស្រាយខុសៗគ្នាថ្ងៃ29ខ្ញុំកំពុងតែកើការកូនឯកឧត្តមគុណញឹមគេបាញ់មកពីព្រលឹមនោះឯកឧត្តមសុកវាសនាប្រាប់មកថាឥឡូវភាគីថៃគេជូនដំណឹងថាដើម្បីជួយកុំឲ្យមានការលំបាកប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអញ្ចឹងគេសុំឲ្យមានការបទូមួយរយៈខ្លីដើម្បីឲ្យរថយន្តដឹកទំនិញចេញចូលមួយថ្ងៃ50គ្រឿងនៅច្រកខ្លះកន្លែងខ្លះមួយថ្ងៃ20គ្រឿងចេញចូលប៉ុន្តែលិខិតគេប្រកែណាស់គឺលិខិតរបៀបគេធ្វើតាំងពីដើមទីខ្ញុំសូមបញ្ជាក់អញ្ចឹងគឺលិខិតភាគីគាត់ធ្វើផ្ទៃក្នុងគាត់តែគាត់ជូនទៅដល់របស់យើងអញ្ចឹងរាល់ដងធ្វើទៅចឹងបាទហើយកម្ពុជាឲ្យតែឃើញរបៀបបែបនេះគឺយើងទទួលយើងថាយើងបានទទួលព័ត៌មានតែសម្រាប់ចិត្តរបស់យើងថ្នាក់ដឹកនាំអន្តរវេសយើងចេញហើយបទបញ្ជាបទនយោបាយរដ្ឋមន្ត្រីគឺអត់ឲ្យបើយើងបិទយើងរក្សាទៅដែរប៉ុន្តែទីបំផុតគេចោទយើងថាយើងអាក្រក់ដោយសារអីឥឡូវតើយើងបើកយ៉ាងម៉េចបើយើងមិនដឹងនិយាយជាមួយពីណាគេផងនេះគ្រាន់តែលិខិតមួយនឹង4នាក់ចេញមកនិយាយខុសគ្នាចេញលិខិតនឹងមកចេញមកភ្លាមខ្ញុំដាក់សារទៅបដិសេធតាម Facebook ថាយើងបង្កើតចំហបែបនេះសោនៅខាងនោះទៅស្រាប់តែអ្នកនាំពាក្យកងទ័ពថៃចេញមកថាលិខិតនេះគឺយើងនេះគេវាចុះគឺការជជែកគ្នាផ្ទៃក្នុងផ្អែកមកពីការប្រួបអីចឹងទៅហើយក៏បាន communicate ហ្នឹងបានន័យថាបញ្ជូនព័ត៌មានទៅវិញទៅមកមួយភាគីកម្ពុជាសុំឲ្យបើកបណ្ដោះអាសន្នដើម្បីឲ្យរថយន្តចេញចូលហើយជាពិសេសរថយន្តដែលនៅជាប់នៅថៃកម្ពុជាចូលមកដើម្បីដោះអានឹងគេទទួលថាគេបញ្ជូនមកតែកម្ពុជាបដិសេធចឹងកម្ពុជាអាក្រក់មួយទៅស្រាប់តែឧបនាយករដ្ឋមន្ត្រីកម្ពុជាថៃចេញមកថាយើងអត់បានបញ្ជូនទៅទេមួយថាបញ្ជូនយើងមិនឆ្លើយមួយថាមិនបញ្ជូនល្ងាចទៀតមានគេព័ត៌មានថាអត់ទេអាកាសែតហ្នឹងបោកទេអាព័ត៌មានហ្នឹងអាឯកសារហ្នឹងគឺ fake បាទហើយម្សិលមិញនេះស្រាប់តែចេញមកទៀតថាឯកសារហ្នឹងអត់ fake ទេតែវាលេចធ្លាយឥឡូវបងប្អូនគ្រាន់តែលិខិតមួយរវាងទាហានហើយអ្នកនយោបាយរវាងទាហានជើងគោកហើយទាហានជើងទឹកការបរទេសហើយក្រសួងការពារជាតិសារដល់ទៅ4មួយថាមានលិខិតមែនបញ្ជូនមកតែយើងបដិសេធមួយថាអត់មានផ្ចោលមកទេមួយទៀតថាលិខិតនឹងคล้ายមួយទៀតថាអាលិខិតនឹងមានតែលេចធ្លាយឥឡូវឲ្យខ្ញុំយកពីណាជាគោលរដ្ឋាភិបាលខ្មែរទៅលោតតាមយ៉ាងម៉េចបាទប៉ុន្តែអ្វីនៅក្នុងស្លឹមសារតែលិខិតនេះគេចោទយើងថាយើងជាមនុស្សអាក្រក់គ្រាន់តែសុំឡានដែលជាប់នៅក្នុងប្រទេសខ្មែរដែលដឹកទំនិញមុនថ្ងៃបិទថ្ងៃ20ម៉ានហ្នឹងថ្ងៃ24 25ហ្នឹងក៏មិនឲ្យចេញដែរខ្ញុំយកខ្លឹមសារលិខិតទៅមកហើយខ្ញុំមើលចំណុចរបស់គេវាអត់ត្រូវដែលមកចោទបែបនេះនៅខ្លឹមសារហ្នឹងគឺថាលិខិតដែលគេប្រកាសទៅគយមេតបបូរផានៅសកែវហ្នឹងគេសរសេរទៅខាងគយរបស់គេហើយជូនតំណែងមកយើងជាទម្លាប់គឺគេធ្វើបែបនេះគេមិនដែលសេត្រង់មកយើងដែរតែចាត់ទុកជាការជូនតំណែងជាការអនុវត្តដើម្បីឲ្យសមយើងឯកភាពទី1ចំណុចគឺអនុញ្ញាតឲ្យចូលនិងចេញនៅចំណុចឆ្លងកាត់ព្រំដែនអចិន្ត្រៃយ៍ស្ពានកម្ពុជាថៃបណ្ដងអៀងមិនឲ្យលើសពី50គ្រឿងក្នុងមួយថ្ងៃរថយន្តចេញ50គ្រឿងនិងរថយន្តចូល50គ្រឿងចាប់ពីម៉ោង8ដល់ម៉ោង4ល្ងាចទី2អនុញ្ញាតឲ្យចេញចូលនៅចំណុចច្រកព្រំដែនបានខោដិនដោយមិនឲ្យលើសពី50គ្រឿងក្នុងមួយថ្ងៃរថយន្តចេញ50គ្រឿងរថយន្តចូល50គ្រឿងចាប់ពីម៉ោង8ទៅម៉ោង16ម៉ោង4ល្ងាចទី3អនុញ្ញាតឲ្យចូលនិងចេញតាមច្រកផ្លាស់ប្ដូរពាណិជ្ជកម្មភូនបាំណង
ព្រឺហាមយានយន្តលើសពី20គ្រឿងក្នុងមួយថ្ងៃឲ្យចេញត្រឹម20គ្រឿងចេញមួយថ្ងៃចូល20គ្រឿងក្នុងមួយថ្ងៃចាប់ពីម៉ោង8ដល់ម៉ោង12ព្រឹក12ថ្ងៃត្រង់ហើយបានចំណុចទី4គេថារថយន្តដឹកទំនិញដែលដឹកទំនិញតាមមុខទំនិញ 2.1 ដល់ 2.3 ខាងលើនិងរថយន្តដឹកទំនិញដែលមិនបានត្រឡប់មកវិញចាប់ពីថ្ងៃ23អាចត្រឡប់មកប្រជាណាចក្រថៃដោយមិនមានទំនិញឥឡូវបងប្អូននៅពេលដែលគេចោទកម្ពុជាគេថាកម្ពុជាអាក្រក់ណាស់សូម្បីតែរថយន្តដឹកទំនិញដែលនៅសល់មុនបិទច្រកក៏មិនអោយគេត្រឡប់មកផ្ទះតើត្រូវទេអា 2.1 2.2 2.3 នេះសុំមួយថ្ងៃ50គ្រឿងច្រកមួយបូកទៅមួយថ្ងៃ120គ្រឿងឆ្លងទៅមកហើយបើរថយន្តគ្រាន់តែត្រឹមតែជាប់ថ្ងៃនោះចេញមកវិញបើកតែមួយផ្លេតចេញអស់ហើយចាំបាច់សុំអចិន្ត្រៃយ៍មួយថ្ងៃ120គ្រឿងចេញចូលទៅអីបានន័យថាស្មើនឹងសុំដឹកទំនិញចេញចូលលក់ដូរទៅដែរតែមកចោទកម្ពុជាថាកម្ពុជាអាក្រក់កម្ពុជាគ្រាន់តែឡានគេជាប់បណ្ដោយចេញហើយខ្ញុំសួរទៅខាងគយខាងខេត្តរបស់យើងគ្មានរថយន្តខ្មែរយើងនៅជាប់នៅខាងថៃទេហើយក៏គ្មានរថយន្តថៃមកជាប់នៅខាងយើងដែរបាទអញ្ចឹងខ្ញុំសូមជូនដំណឹងទៅវិញចំពោះបងប្អូនខ្លះកាសែតខ្លះរបស់ថៃដែលខំព្យាយាមថាកម្ពុជាអមនុស្សធម៌គ្រាន់តែឡានគេជាប់នៅនោះមុនថ្ងៃ23ក៏មិនអោយមកដែរខ្លឹមសារបានបញ្ជាក់ច្បាស់ហើយបើធំមួយឡានជាប់ត្រឹមថ្ងៃ23ថ្ងៃ25យើងឲ្យចេញយើងអត់ទុកទេអត់មានដឹកទំនិញតែនេះសុំ120គ្រឿងក្នុងមួយថ្ងៃដើម្បីដឹកទំនិញចេញចូលអញ្ចឹងនេះហើយជាលិខិតហើយលិខិតនេះផ្សាយចែកចាយទូទាំងប្រព័ន្ធមីឌាបងប្អូនណាខ្លះឃើញលិខិតបាទច្រើនតាមើលខ្លឹមសារទៅឥឡូវស្ដាប់មើលប៉ុណ្្នឹងតើនេះទៅចំណុចទី4គេមានភ្ជាប់រថយន្តដែលគាំងមែនប៉ុន្តែ3ចំណុចទី1អញ្ចឹងខ្ញុំសូមប្រាប់ទៅបងប្អូនទាំងអស់កម្ពុជាអត់លេងល្បែងនេះទេកម្ពុជាចង់មានការបើកច្រកទៅធម្មតាវិញដើម្បីសម្រួលឲ្យប្រជាពលរដ្ឋប៉ុន្តែកម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមទេហើយកម្ពុជាអាចកំដររឿងនេះរហូតបាទរឿងនេះគឺសោនៅក្នុងភាគីថៃចាក់សោបើកដល់ឯកតោភាគីប្រកាសថានឹងបើកដោយស្ថានភាពមុនថ្ងៃ7មិថុនាឆ្នាំ2025ហើយនឹងមិនមានការបិទបើកយកច្រកព្រំដែនសេដ្ឋកិច្ចជាគំនាបសម្រាប់ធ្វើវិធានការនយោបាយនឹងទៀតទេទុកឲ្យប្រជាជនរស់នៅបានសេចក្តីសុខទៅហើយធានាច្បាស់លាស់អញ្ចឹង5ម៉ោងក្រោយយើងបើកទៅវិញដោយសារយើងមានឆន្ទៈមិនមានការធ្វើបែបណាធ្វើបាបប្រជាពលរដ្ឋទាំងខ្មែរទាំងថៃទាំងព្រំដែននោះទេបាទនេះគឺជាការពិតឲ្យចំហយើងឲ្យច្បាស់ឥឡូវបងប្អូនមើលតែប៉ុណ្្នឹងលិខិតថ្ងៃ29នេះទី1បញ្ជាក់ច្បាស់ហើយបាទអញ្ចឹងការគិតគូរបែបនេះគឺគិតគូរអីខ្ញុំមិនលូកនៅក្នុងនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃទេខ្ញុំនិយាយការពារខ្លួននៅពេលដែលមានការចោទប្រកាន់ដើម្បីឲ្យប្រជាជនទាំងសងខាងបានដឹងការពិតលិខិតមើលទាំងអស់គ្នាដាក់ហើយច្បាស់ហើយលិខិតប្រមាណចំណុចដឹងតើនេះគឺជាការស្នើសុំបដិអាសន្នដើម្បីឲ្យឡានដែលជាប់នៅកម្ពុជាប្រមាណគ្រឿងមុនថ្ងៃ23 25ចូលវិញទេអត់ទេគឺសុំបើកច្រកមួយថ្ងៃ120គ្រឿងដើម្បីដឹកទំនិញចេញចូលបាទបើសិនជាកម្ពុជាធ្វើបែបនេះតើថ្ងៃណាចប់រឿងនេះបងប្អូនយើងនៅតែអង្គុយកំដរគេបិទយើងបិទគេបើកយើងបើកអត់ទេហើយខ្ញុំសូមអរគុណណាស់ដល់ប្រជាពលរដ្ឋខ្មែររបស់យើងជាពិសេសអ្នកជាប់ព្រំដែនដែលយល់នៅការលំបាកនិងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការបិទច្រកមួយនេះដើម្បីកុំឲ្យមានបញ្ហាហើយកុំឲ្យបន្តលេងសើចព្រោះវាបង្កភាពមិនពិតប្រាកដដល់ប្រជាពលរដ្ឋសំបីតែអ្នករស់លក់ដូរនៅផ្សាររងឃ្លឿក៏មិនដឹងលក់យ៉ាងម៉េចតើគាត់ទៅថ្ងៃហ្នឹងគេបិទលែងមកជួបគ្រួសារវិញឬយ៉ាងម៉េចបើគេបិទបើកច្រកពេលណានៅតាមព្រំដែនតើយកផ្សិតនឹងទៅលក់អត់ដឹងស្អែកគេបិទឲ្យបើកបើយកទៅលក់ស្រាប់តែគេបិទថ្ងៃត្រង់អត់ឲ្យយើងចេញមកវិញនៅជាប់នៅក្នុងមិនងាប់អញ្ចឹងការធ្វើបែបនេះគឺដើម្បីធានានូវភាពប្រក្រតីដើម្បីបញ្ចប់រឿងយើងអត់លឹបលោទេបើយើងលេងមែនតើគេថាអ្នកលេងប៉ះអ្នកមែនហើយកម្ពុជាអត់មានម្នាក់និយាយចេះម្នាក់និយាយចុះលិខិតមួយស្លឹកនិយាយ4នាក់ខុសគ្នាទាំង4នោះទេ
ហើយកម្ពុជារងចាំអ្នកដែលមានអំណាចពិតប្រាកដសិទ្ធិពិតប្រាកដក្នុងការបិទបើកច្រកព្រំដែន Dara Cambodia News